នឹងឯងក៏ប៉ុន្តែបញ្ញានឹងឯងធ្វើឲ្យយើងបានស្គាល់ការពិតនៃជីវិតនឹងឯងគឺជាសង្ខារធัวអញ្ចឹងគឺថាប្រព្រឹត្តទៅដោយជារាភាធិមរណៈដោយអត់មានប្រឆាំងអត់មានទាស់អីជាមួយគ្នានឹងសភាពធម្មតានៃជីវិតនឹងផ្លឹកឈើលាស់មកមានត្រួយខៀវជ័យរហូតដល់ទៅចាស់ទៅទុំលឿងពណ៌លឿងក្រហមរូបទៅនឹងដីចឹងជាធម្មតាលូតលាស់ទៅនៅលើដើមខ្ពស់ប៉ុន្តែដល់ទុំរូបវាត្រូវធ្លាក់មកដីចឹងទៅហ្នឹងឯងសង្ខារធัวហ្នឹងវាអញ្ចឹងប៉ុន្តែដល់តែយើងបានដឹងយើងប្រៀបថាផ្លឹកឈើរុះមកដល់ដីក៏រលួយទៅជាជីបានប្រយោជន៍គឺណាអាហ្នឹងបើយើងនិយាយឲ្យវាអស់រឿងទៅផ្លឹកឈើរុះមកមែនប៉ុន្តែទៅជាជីជួយដើមឈើហ្នឹងវិញយ៉ាងណាមិញសង្ខារធัวកើតឡើងហើយតែងរលត់ទៅពិតមែនតែកើតហើយរលត់ទៅបញ្ញាកំណត់ដឹងការរលត់នឹងឯងទៅជាអារម្មណ៍នៃប្រកម្មដ្ឋានបានប្រយោជន៍ដូចជាស្លឹកឈើទៅជាជីជួយដល់ដើមនឹងយ៉ាងណាសង្ខារធัวនឹងឯងមានការមិនទៀងជាទុក្ខក៏ពិតប៉ុន្តែទៅជាអារម្មណ៍នៃវិបស្សនាបានដោយសារតែពុទ្ធបរិស័ទនឹងឯងបានសិក្សាអំពីព្រះអង្គមកអញ្ចឹងការដែលស្គាល់ខ្លួនឯងនេះស្គាល់រហូតដល់តែអស់តណ្ហាអស់មាននេះអស់ចិត្តថេអស់អវិជ្ជាបានជាការស្គាល់ខ្លួនឯងនឹងពេញលេញពិតប្រាកដកាលណាបើស្គាល់ខ្លួនឯងហើយគឺដឹងច្បាស់ថាសង្ខារធัวហ្នឹងម្យ៉ាងជាវិបាករបស់កម្មទោះជាព្រះអរហន្តហើយក៏ស្ថិតនៅក្នុងវិបាកាធម្មាគឺជាវិបាករបស់កម្មកម្មជារូបអាហ្នឹងឯងដែលស្គាល់ពីជីវិតតាមសេចក្តីពិតហើយធัวដតីទៀតទាំងអស់សុទ្ធតែជាផលនៃបច្ច័យមានការកើតឡើងហើយវិនិច្ឆ័យទៅជាសង្ខារធัวដោយមិនមានការចាប់ប្រកាន់ហួងហែងអ្វីនឹងឲ្យខុសពីការកើតហើយនឹងរលត់ទៅទេអ្វីដែលជាធម្មតាធัวយ៉ាងណាគឺថាមិនប្រឆាំងមិនទាស់មិនមានការកើតទុកមិនសុខចិត្តអីទៅជាមួយនឹងការពិតហ្នឹងនេះឯងដែលជាសេចក្តីសុខស្ងប់នៃពុទ្ធបរិស័ទយើងដែលមានបញ្ញាបានរក្សាខ្លួនទាំងក្នុងសេចក្តីដែលខ្ញុំកណារៀបរាប់អំពីកិច្ចឆោមនុស្សបដិលាភោការដែលបានកើតមកជាមនុស្សជាការក្រយ៉ាងនេះគួរតែមិនប្រមាទគួរតែមានការរក្សាខ្លួននឹងអភិវឌ្ឍក្នុងកំណើតដែលបានកើតមកជាមនុស្សជាសត្វដ៏វិសេសគួរដល់ការសិក្សាគឺមានការចេះដឹងទៅតាមថ្នាក់បរិញ្ញាបញ្ញាជាន់ខ្ពស់រហូតដែលនឹងអាចមានជីវិតរស់នៅស្មោះស្ម័គ្រជាមួយគ្នានឹងលោកធម៌ទាំង8ហើយមានសេចក្តីស្ងប់ស្ងាត់ទោះជាមានលៀបក៏មិនស្រវឹងប្រើប្រាស់លៀបនឹងទៅជាទានទៅជាការសង្គ្រោះអីចឹងទៅទាំងរូបបូជាមេដាបិតាឬក៏ទំនុកបំរុងវត្តអារាមនឹងចឹងទៅទោះជាអត់លៀបក៏មិនកើតទុក្ខពីព្រោះវាសោះនឹងជាប់ជំពាក់ព្រោះដំណើរប្រព្រឹត្តទៅរកព្រះនិព្វានទេតើមិនមែនសវាសទិញប្រម៉ែប្រមូលអ្វីក្នុងโลกនេះយកមកឲ្យណានាទេការរលត់សេចក្តីប្រកម្មថាខ្លួនយើងអំពីក្នុងโลกនេះគឺថាមិនជាអ្នកក្រទេហ្នឹងឯងជាអ្នកក្រដោយសេចក្តីប្រកម្មហ្នឹងគឺមកអំពីវាមានការប្រៀបផ្ទឹមគ្នាជាមួយនឹងអ្នកមេឃដល់អញ្ចឹងទៅក៏សម្គាល់ថាខ្លួនឯងក្រទៅប៉ុន្តែបើវាអត់មានយើងចាប់យកអ្វីក្នុងโลกនឹងផងហ្នឹងនឹងឯងបានអាត្មាអញជាអ្នកមានអាត្មាអញជាអ្នកក្រឯណាវាមានតែអ្វីដែលកើតហើយនឹងវិនិច្ឆ័យទៅវិញតែប៉ុណ្ណោះនឹងឯងដែលជាតួបញ្ញាបានឃើញសង្ខារលោកហ្នឹងមិនមែនចាប់យកដោយអបាទានរួចទៅកម្មតាំងកើតទុកទោមនស្សតោះទៅជាមួយនឹងការបាត់បង់ហ្នឹងឬក៏ដោយសារថាអ្នកដតីណាមកបោកប្រាស់មកយកអីរបស់យើងអីអញ្ចឹងវាជានិមិត្តរបស់ចិត្តឲ្យគិតថាមានណាអីមក
បោកប្រាស់យករបស់យើងអីឲ្យកើតទុកអីចឹងទៅចោរកម្មអីហ្នឹងតាមពិតវាស្ថិតនៅក្នុងសភាពនៃធัวដែលមានការអស់ទៅសូន្យទៅនឹងឯងចឹងវាអត់មានអ្នកដតីណាមកធ្វើអីមកយកអីទេក្នុងโลกនេះគ្មាននរណាយកអីបានទេគ្មាននរណាមកជាម្ចាស់នៃអ្វីៗដែលកើតឡើងនឹងទេមានតែការវិនិច្ឆ័យទៅវិញជាម្ចាស់តែប៉ុណ្ណោះឯងអញ្ចឹងគឺថាយើងមិនសោកសៅជាមួយនឹងអ្វីដែលវាបាត់ទៅវាអស់ទៅទេព្រោះដឹងថាជីវិតនឹងវាមិនមែនមានតែបានទេវាមានការបាត់បង់ទៅអញ្ចឹងជាការពិតត្រឹមត្រូវយើងកុំចេះតែថាត្រឹមត្រូវតែពីរឿងបាននោះណាហើយអាដល់តែរឿងបាត់យើងថាវាអត់ត្រឹមត្រូវនឹងឯងគេមកដណ្ដើមរបស់យើងអីចឹងទៅទ្រព្យសម្បត្តិដីធ្លីអីនេះម្ដុំអីនោះម្ដុំអីចឹងទៅជួនកាលវាអាចថាអ្នកដតីអីហ្នឹងលោភលន់យកអីរបស់យើង1ម៉ែត្រ2ម៉ែត្រអីចឹងអីចឹងក៏យើងត្រូវតែរៀនរស់នៅឲ្យជាសុខកណាយើងត្រូវដឹងថាអាការដែលយើងបានមកនេះដោយសន្មតទេបោះក្នុងโลกនឹងដដែលនឹងឯងហើយអាការដែលបាត់បង់ទៅវិញនឹងក៏ជាការសន្មតក៏ប៉ុន្តែយើងត្រូវដឹងថាវាជារឿងដែលយើងសន្មតមកពេលមកគ្រាតែប៉ុណ្ណឹងក្នុងការដែលយើងមានបានមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីហ្នឹងអញ្ចឹងកុំឲ្យអាការបាត់បង់អ្វីទៅហ្នឹងនាំឲ្យយើងកើតទុក្ខពីព្រោះអត់មាននរណាមកកើតទុក្ខជំនួសយើងទេតែកូនតែចៅហ្នឹងគេមិនបានមកកើតទុក្ខជំនួសយើងផងនឹងឯងមើលដល់ពេលដែលយើងកើតទុក្ខហ្នឹងនឹងឯងយើងទៅរស់នរណាឲ្យមកកើតទុក្ខជំនួសយើងវាអត់មាននរណាមកកើតទុក្ខជំនួសគ្នាអីបានទេបើត្រូវកើតទុក្ខវាទុក្ខទាំងអស់តែគ្នាហើយវាមានជាប្រយោជន៍អីនៅក្នុងការកើតទុក្ខហ្នឹងវាជាអកុសលចិត្តហើយលំបាកទៀតតាមពិតជីវិតត្រូវរស់នៅជាសុខទេតាជាមួយនឹងរបស់ដែលមានហ្នឹងហើយត្រូវដឹងថារបស់ដែលអស់ទៅយ៉ាងម៉េចហ្នឹងគឺត្រឹមត្រូវមានហេតុមានផលត្រឹមត្រូវតែ 100% នឹងឯងអត់មានរឿងអ្វីដែលមិនមែនជាការពិតទេកុំចាំបាច់យើងជ្រួលច្បល់កើតទុកមិនសុខចិត្តអីចឹងរឿងអ្វីមានបរមត្តនៅក្នុងរឿងហ្នឹងតាកទួងនឹងវិបាកកម្មរបស់យើងតាកទួងនឹងអកុសលចិត្តអ្នកដទៃគឺនេះដែលប្រព្រឹត្តទៅក្នុងបញ្ញវេរាមានឃាតកម្មអីចឹងទៅទៀតអាហ្នឹងគេគ្រាន់តែយករបស់យើងចុះបើគេគំនុំគុំស្អប់គេមកសម្លាប់យើងទៅទៀតមើលនឹងឯងដូច្នេះយើងត្រូវយល់ដឹងថាអ្វីនៅក្នុងโลกនេះគឺតាកទួងទៅនឹងហេតុតាកទួងទៅនឹងបច្ច័យដែលយើងមានឱកាសដើម្បីសិក្សាពធព្រះវិន័យដើម្បីឲ្យបានរួចផុតអំពីរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងបានវាអស់រឿងនឹងឯងអត់មានបញ្ហាអីដែលសម្រាប់ឲ្យយើងកើតទុកមិនសុខចិត្តទៅនោះទេអត់មានយើងយករបស់គេក៏អត់មានគេយករបស់យើងវាអត់មានរឿងប្រកម្មហួងហែងពីព្រោះវាអត់មានអត្តភាពអីដែលសម្រាប់យើងមកហួងហែងអញ្ចឹងទំនុកម្រងបីបាច់មើលថែទៅទេហ្នឹងគឺព្រះនិព្វានបានផុតទុក្ខបានមិនមានបញ្ហាព្រះនិព្វានជាទីអស់ទៅនៃបញ្ហាហើយក្នុងโลกនេះយើងក៏មិនចង់រស់អត់បញ្ហាអីដូចនៅកណ្ដាលភ្លើងហើយចង់តិចនោះតែយើងត្រូវតែរកឧបាយដើម្បីនឹងរត់ចេញអំពីភ្លើងហ្នឹងលោតចេញពីភ្លើងហ្នឹងអញ្ចឹងមិនគួរយើងកើតទុកនឹងរឿងអីបន្តិចបន្តួចខាងក្រៅសំគ្នា2 3រឿង4 5រឿងល្មមតែរស់នៅឲ្យបានសុខហើយមានបាយទទួលទានហើយវាចិត្តទៅកើតទុកផ្លូវចិត្តហ្នឹងដូច្នេះពុទ្ធបរិស័ទយើងត្រូវជ្រាបថាណែអាសេចក្តីទុកផ្លូវចិត្តត្រូវលត់ទៅដោយព្រះសទ្ធម្មណាទឹកក្តៅយើងផ្លុំណាផ្លុំហត់ហ្នឹងឯងទឹកក្តៅហ្នឹងផ្លុំឲ្យវាត្រជាក់មកតែលាក់មាត់យ៉ាងណាមិញគឺថាយើងក្តៅចិត្តគឺយើងត្រូវចេះឲ្យចិត្តហ្នឹងវាត្រជាក់ដោយសារថាយើងមានទឹកគឺមេត្តាឬក៏ថាមានអាការដែលយើងធ្វើអី
ដោយស្មារតីប្រយ័ត្នប្រយែងដោយកាយដោយវិចារអីចឹងទៅកុំឲ្យអំពើដែលយើងប្រព្រឹត្តធ្វើហ្នឹងคล้ายមកជាឧបសគ្គនៃជីវិតរបស់យើងធ្វើឲ្យយើងបាក់ទឹកចិត្តអាហ្នឹងយ៉ាប់ណាស់ឧបសគ្គពីខាងក្រៅធំដុំបណ្ណាឲ្យតែយើងមានកម្លាំងចិត្តយើងនឹងឆ្លងឧបសគ្គនឹងរួចបានដោយសារកម្លាំងចិត្តប៉ុន្តែប្រយ័ត្នអាពឹសហ្នឹងវាកើតខាងក្នុងខ្លួននេះហ្នឹងហើយដោយសារការយើងធ្វើអីនិយាយអីប្រព្រឹត្តអីទៅវាคล้ายទៅជាឧបសគ្គក្នុងជីវិតនឹងឯងចឹងវាធ្វើឲ្យយើងបាក់ទឹកចិត្តនេះគឺថាខូចខ្លួនខូចប្រាណដោយសារតែការបាក់ទឹកចិត្តនេះឯងចឹងអញ្ចឹងគឺយើងត្រូវប្រយ័ត្នប្រយែងក្នុងអំពើដែលយើងប្រព្រឹត្តកុំឲ្យវាមានវិបដិសារៈកុំឲ្យវាក្តៅក្រហាយកុំឲ្យវាខកចិត្តត្រូវប្រយ័ត្នប្រយែងក្នុងការរក្សានៅគុណតម្លៃនៃជីវិតក៏គឺជាការរក្សាគុណធម៌ដើម្បីជាកម្លាំងចិត្តដើម្បីកុសលឆន្ទៈឲ្យខ្លាំងក្លាតទៅទៀតញ៉ាំងវិរិយៈដែលជាសមត្ថភាពនឹងឯងក្នុងការលះបាបហើយនឹងការបំពេញបុណ្យកុសលនឹងគឺថាក៏យើងត្រូវតែយកចិត្តទុកដាក់អោបកសោបសេចក្តីល្អទោះជាយើងត្រូវបាត់បង់អ្វីជាខាងក្រៅក៏ដោយតែថាអ្វីជាគុណធម៌ហើយយើងបានបំពេញហើយដោយល្អព្រះមច្ឆរិយធម៌ដ៏ល្អដ៏ប្រសើរត្រូវតែអោបកសោបឲ្យបានជាទីពឹងឲ្យមមតំនៅក្នុងជីវិតមិនមានឧបសគ្គអីពីខាងក្នុងមកអញ្ចឹងគឺថារឿងខាងក្រៅអត់មានអីទេដូចជាអ្នកដទៃគេនិន្ទាគេស្ដីថាអីចឹងគឺថាមានបញ្ញាទទួលយកមកសបាយចឹងក៏ណាហ្នឹងគឺជាសមត្ថភាពនៃការយល់ដឹងអំពីជីវិតគឺរៀនទទួលយកការពិតនៃជីវិតនឹងឯងមកជាសេចក្តីសុខដឹងថាជីវិតនឹងវាមានអញ្ចឹងវាមានគេសរសើរក៏មានហើយចេះតែពេញចិត្តណានាសពគ្រប់អីចឹងទៅហ្នឹងគឺត្រូវយល់ទៀតសំខាន់ណាស់ការយល់ហ្នឹងណាមិនមែនរឿងដែលយើងត្រូវបន្ទុះតបអីនៅពេលដែលគេនិន្ទាហ្នឹងនឹកគិតថាយើងត្រូវតបទៅគេវិញយ៉ាងម៉េចអីចឹងទៅវាទៅជានឹកគិតដើម្បីឆ្លោះគ្នាហើយមិនក៏យើងមិនសង្កេតមើលនៅពេលដែលយើងគិតតទៅនឹងតើចិត្តនឹងវាយ៉ាងម៉េចចិត្តនឹងវាជាទុក្ខណាចិត្តនឹងវាប្រកបដោយរោគណារោគគឺតោសៈរោគគឺសេចក្តីមួម៉ៅក្តៅក្រហាយហ្នឹងហើយឃើញឈឺចុកចាប់អីចឹងទៅតាមផ្លូវចិត្តហ្នឹងរហូតដល់ទៅចិត្តតាច់ជារូបទៀតហើយមិនក៏មិនដឹងខ្លួននៅពេលដែលយើងគិតតតាំងដោយពាក្យសម្ដីស្អីយ៉ាងណាយ៉ាងណីហ្នឹងដូច្នេះគឺថាអត់ធន់ប៉ុណ្ណាមេត្តាជាទឹកធ្វើចិត្តនឹងឯងឲ្យបានត្រជាក់ស្រួលដោះស្រាយបញ្ហានៅពេលដែលចិត្តនឹងត្រជាក់ហើយនឹងឯងហើយអំណត់មានអំណាចនឹងឯងធ្វើជាមនុស្សល្អជាអង្គគំរូឲ្យដល់អ្នកដទៃបានទាំងប្រយោជន៍ខ្លួនឯងហើយប្រយោជន៍អ្នកដទៃទៀតនឹងឯងតែអ្នកដទៃដែលបកែនិន្ទាស្ដីថាអីគេនឹងគាត់មិនបកែខ្លួនគាត់ទេសាមានណានាស្ដីថានិន្ទាអីឲ្យគាត់វិញមើលក៏ច្រឡោតតោតតងទៅអញ្ចឹងដូច្នេះវាមិនងាយក្នុងគុណធម៌ឯចំណែកអារឿងឆ្លោះប្រកែកតហ្នឹងវាជាធម្មតាមានណានាចាំបាច់វឹកខាត់អប់រំខ្សែគប់បត្រៃបីដកខ្សែគប់សັບរោះអីណាអាហ្នឹងគឺវាងាយទេដូច្នេះយើងមិនចាំបាច់រៀបចំតាក់តែងដើម្បីនឹងឆ្លោះប្រកែកតោះតេងអីទេគុណធម៌នេះជាធម៌របស់សព្វរស់ធម៌របស់បណ្ឌិតតាមដែលព្រះពុទ្ធអង្គទ្រង់បង្រៀនមកឲ្យយើងស្ងប់ព្រះអង្គត្រាស់ក្នុងព្រហ្មជាលសូត្រថាសំបីគេតេះដៀលព្រះពុទ្ធសំបីគេតេះដៀលព្រះធម៌សំបីគេតេះដៀលព្រះសង្ឃក៏ត្រូវតែស្ងប់រងាប់ដើម្បីឲ្យបានចេះដឹងទៅក្នុងការពិតហ្នឹងមិនដូចជារឿងអាងកម្លាំងឆ្លោះអាងសម្លាប់អាងស្អីនំគុំតងទឹកអីណាយនៃអីទៅទេណាក្នុងពុទ្ធសាសនាគឺព្រះអង្គឲ្យស្ងប់អង្គឲ្យកូនព្រះអង្គស្ងប់ស្ងៀមឲ្យឈ្នះកិលេសក្នុងចិត្តសន្តានរបស់ខ្លួនដល់ទៅពេលឈ្នះកិលេសទៅបានដឹងរឿងចឹងការពិតកិលេសបោកយើងទេចឹងឲ្យមានបុគ្គលយើងស្រឡាញ់ឲ្យមានបុគ្គលយើងស្អប់រឿងនេះរឿងនោះអីហ្នឹងគឺដោយសារកិលេសហ្នឹងវាសាងគំនិតចិត្តទៅជាមានរឿងអញ្ចឹងដល់តែពេលស្ងប់រងាប់ទៅបានឃើញថាអត់មាននរណាម្នាក់សោះ
อดเมียนนามาเพื่อไอ้ยังมาเมียนในขนมโลกนี้เต้คือทารูปเชี่ยโลกในการรวในขนมกันนะเทินสำเร็จเชี่ยโลกในการรวในขนมกันนะลือคลันเชี่ยโลกในการรวในขนมกันนะดังคลันรัวเชี่ยโลกในการรวในขนมกันนะดังรัวพัดทับเปะเชี่ยโลกในการรวในขนมกันนะดังพัดทับเปะทำเมรัมเชี่ยโลกในการรวในขนมกันนะดังทำเมรัมออดเมียนนาแต่งอใช่ไหมเมียนแต่รูปสำเร็จกันรพัดทับเปะเชี่ยโลกน้องอะไรวินัยสัญญาตาโลกังเอาไว้คาสอนะวิจารณาสัญญาตาสุเพียบโซนในขนมโลกนั่งเองจังชีวิตรวมเนื้อย่างรอให้เด่นยางซอกกระดองแซนซานเตียงได้เหมือนบ้านประจำท่าอากาศได้รวมเนื้อคือเจ็ดเจ็ดสักดังอารมณ์นั่งเจ็ดตัวขลุ่นเยิงของเฮ้ยเจนอย่างปีโลกนี้ดังให้พระองค์ตะการเปลี่ยนในเปลี่ยนนั่นคือถ้ากาได้พุทธบริษัทยิงรวมเนื้อประกอบในปัญญาเด่นนี่คือถ้าเอาซ้ำหนึ่งกาบานกับนามาเชื่อมนุษย์ให้บานจูบหนึ่งประทัวบานสดับประทัวบานสดับประทัวให้มันเยี่ยยั่วที่นั่นเด่นกรอนั่งเบือกรอชรามจวนนะโหดดาวตือกรอเมนเต้นคือการจับลูกเนื้ออะไรสักจะถั่วเมื่อกรอประมาณจวนกรอการมาเชื่อมนุษย์การมาเชื่อมนุษย์ให้อัดบานสดับประทัวกรอหนึ่งบานสดับถั่วบานสดับให้กรอยั่วก็นะยั่วให้มันเงี้ยจับลูกอะไรสักจะเตียดตอนเราวิปัสสนาอบรมเตียดจังคือถ้าการได้พุทธบริษัทยังบานจูบหนึ่งพุทธศาสนาประทัวนั้นก็จะแต่ช่วยรำลึกไอ้พุทธบริษัทยังบานศึกษาปีกาปิดในชีวิตเรียนรู้ในโดยสิ่งใดสกงบมาองไอ้มันเนี่ยไอ้เกิดสิ่งใดสงบสงัดหรือบ้านเนี่ยได้เตะออกน้องตีสงัดchỉ nè miền thua ban sắp hay chỉ cha na khơi nơi thua nằm mau nơi cái đây sập nâng ảnh môn nâng này dễ cất bà thao về ấp thì giáo tiếng luôn anh chẳng nè được tây tế nằm ao cho bị chìm ran cả mua máy cái đây cả hai chôn cá dân cất thành dễ tới về phật tới hay tới nay nè được tây á được tua mà mắt thì dân nâng tới đó nè cho một dân về tây tế việc khai tới việc cho chú không chặt nè tây áก็กลายหยอบยัวนาในก็ดุกกระเดะนั่นเองการตกชอบจับได้ซาแต่จับโยเปียสำได้ได้ยังไงแต่ให้ก็กอดอัดเมียนการได้หนึ่งเตยเอาจอหมดยังนั่นเป็นงอบประงอบก็น้องมโนจิเจตนาบอกกอดไปอัดเมียนสมัติเพียบแต่ตัวยกเปียสำได้เรื่องราวได้ยังไงมามัดได้เกิดท่าเอาเกยชื่อจัดยัยดำใบท่าก็เอายังจันเกยัยดำใบเอายังเชนียเกไอ้จังน่ะแต่การเตยเจียขยอบจุกขยอบกันตระน้องเนี่ยเตยอ่ะนั่งไอ้ไปเตยเจียเรื่องจังให้บ่าวไปอัดไปยาวจังเตยยังยัยเธอไอ้เกิดนะนั่งไอ้ครูนไอ้ก็อัดไปยาวเนี่ยเตยก็อัดไปยาวจังเงียบนะเงียบละอ๋อจังเงียบละอ๋อดำใบสิได้งอบรำงอบบานไปยาวจังครูนเยินจังเนี่ยเตยให้เรื่องไอ้ติงตัวไม่ได้ลวดบัดแต่ให้กองบังกอไปเตยเจียเรื่องทอมปนารูกใบเอาโต้จะโหดดอลบริษัทระสายออกเต้คือไตรดอกสายบานครบเรื่องต่างออกได้อำนาจในปัญญายังไตรแต่เมียนกาจุยคลีเต็มดำใบบานเจดังทั่วระบบเรียสมาสามพุทธจันยำกันนะคลายปัญหาให้นั่งอธิบายจุดใดในประทัวประปันดังเจ้าสามตัวใดในเปรตเลียให้ตกดักประบุเชียประทัวเตชนาโจรวมจมุยนังพุทธบริษัทนาบานมนตรีราชการญาทัวใดพุทธบริษัทบาสบาสกาต่างอ้อเช่นในปานวิเรเชียคลานองพิธีบนมหาสังฆพรประเคนประสองกุมวยโรยพระองค์ให้จัดเตรียมประสาตียทวนรับประเคนประสององค์กรไปเตาจะลักมาหนึ่งมีโรยจับจับมาสาดดอกจำนวนกุมวยโรยเห็นชอบเนียมสับรอแต่บานโจรวมเนียมดาวโลบาสอดวงในบาสกาชันกันช่วงในสารพัดเน็ตประทัวทำเหยียดทำแบบเม็ดแห่งหันตัวมวยตับมาหนึ่งใบโรยกะลาตัดเตียนมาหนึ่งใบโรยกะลาตัดตีอิวมวยโรยยวงก็ปรำเตาปีปอนใบโรยกะลาไปใจบ้วนของใบโรย$50รวมสรุปtớiใบปอนของมวยโรย$50ให้บาทก็
วงพรอาติกาเราถึงเลี้ยงให้นั่งธรรมมิตรบาสะเราจำนวนบาติกาดวงลีในออสเตรเลียโลกยาสักสุขาโลกเตจันเลี้ยงพรมดังบดโลกยาเซนชัยอุบาติกากังเด็กไหนพรมดังบดไอ้ดำเตปนีท่าให้นั่งโลกเตวเพรนพรมดังบดบาสะเปล่าเต็มเต็ดนั่งบาติกาชูถึงสลายพรมดังบดบาสะเชียงสะอดนั่งบาติกามาลีพรมเตียงบดบากาลีสักเลี้ยงให้สักทีมพรมดังบดปดบริษัทดังออกนำประเทศนั่งใครประเทศได้อาจีปรับชมอที่พิเศษพุทธวสัตว์นอกจึงวัดมหามนตรีตัวนาให้ขยมประกาศนาบานโชว์ร่วมโดยปฏิอานุครัวรับอ่านบานเจียธรรมกถาใบยังกระไรเฉียดคลาในขนมพิธีบอนนี้พุทธบริษัทยืนบานดาวปรัตนาไตรเจียอารมณ์ในสกได้ซอกเกี่ยวกับอะไรตัวยกตัวไงกลายแต่ปีสายหรือว่าพวกแวงได้ประเดิมนงการสั่งลวดสำรามลวดนั้นคือถ้าตามหลังเชี่ยหลังยังเรียนอารมณ์ละอสำหรับชีวิตแต่บ่ยังจนกองปลวกแต่หรือว่าเอาไว้เดี๋ยวตีติ่งตัวทางไกลจะตามแต่ยังครอบจับจุดเตะครอบรีเรย์ให้มันบ้านในไว้ต่างๆนั้นนำเอาจัดสันดานบ่ยังใส่มองหากโดยจิตท่าเอาไว้ได้ยังเมียนนั้นมันตอนครบกรอนตามเป็ดเรื่องมันครบกรอนไปสำรับจำนองได้ยังจอมเตก็เป็นแต่เอาไว้ได้สำรับเอายังบ้านที่ได้ซอกนั้นคือครบกรอนใครเลงนะให้พุทธบริษัทยังเมื่อจอกกาได้ยังบ้านในอารมณ์สำรับน้อมเอายังเมียนที่ได้ซอกคือพุทธประทัวประซองนั้นเหม็นยังจะเมียนใช่ไหมเมนถ้าเมนในวอดนะจังบ้านกับบ้านนุกเท่เมนในกับไรนี่กับไรนุกไอ้นะจังบ้านกับบ้านเมนเท่ยังซึ่งจะท่าแต่ดักใดเนี่ยมาแต่โอ๊กแต่เตียนไอ้ม้าก็มันอาบ้านหมอกดาวประพุทธประทัวประสังได้ที่ตัวประพุทธตัวสังคือจิตกุ้นđểยังเตายุลแต่ดาวมโนสินเจตนาดอกเชี่ยวเชื่อประกอบแต่ดาวจะเทียนนั่งปัญญาคือถ้าจิตทำไม่รำจะในขนมปะหาประติขนมจัดสันดานจิตกุ้นนะนั่งไอ้ยังอาจนั่งบังหันเนี่ยดาวรูปเพียบไอ้จังเตบานเต้ตัวแต่อุปนิสัยโจจัดจะมวยนั่งสิ่งใดหรอให้นำเอาใส่กุ๊กจะมวยนั่งสับรอเต้บ้านกาใส่กุ๊กนั่งนำเอาบ้านโยดันในกุนปรัตนาไตรให้กาได้ยังนึกเคยอยู่พุทธนั่งยังเมียนสิ่งใดสับนึกเคยตัวทั่วยังเมียนสิ่งใดสับนึกเคยตัวซ้องยังเมียนสิ่งใดสับนึกเคยสิ่งใดละอได้ยังบ้านเฟอร์ให้โดยเตียนโดยเซลไอ้ยังเมียนสิ่งใดสับนึกเคยสิ่งใดละอเซงตีได้จิตเตวทั่วสเทียเซลสตะจาเกะปัญญายังนึกเคยก็ยังเมียนสิ่งใดสับสิ่งใดสับกับปั้นนั่งละมุมแต่ยังกรุบกรอนนั่งบ้านสิ่งใดสับตัวยกตัวไงไอ้นั่งอย่างนะอารมณ์ในสมถะอารมณ์ในวิปัสสนาคือยังบ้านอารมณ์จังอ๋อนั่งสำหรับยังเชื่อจิตสับจังแต่ให้ยังมันก็ไว้กับว่าไอ้ใจนองระบอบเซงเตียดโดยยังเกิดท่าไว้กันอ๋อนั่งจำบัดยังเตยแต่บ้านมาลูเต้เวทยังบตามแต่จำนองแต่จ้องสมบัยแต่จะได้สมบัติกับบอสดักจะเฮยนึงนะก็มันอาจนึงประกอบจัดต่อองบ้านได้เมื่อพระบาทมวลเทียบต่อรับแต่ถ้าพระองค์ติดจ้องซอยเรียกในทานชาตมหาริจิกาจ้องตือซอยเรียกในทานปะเอ็นเทียดนะไอ้เราโหดดอยไปจ้องสำรับปะเอ็นเทียดอันนั้นบตามแต่จำนองตาเมียนเอาไว้ประกอบยังไอ้บานครุกกรอนเตอโปรสไรสมบัติระบอบดักจะนั่นว่าเต็มปกปันนั่งให้สำหรับมนุษย์นั่งไงให้พระองค์เชื่อมนุษย์ว่าไอ้พระองค์มันเป็นจังเต็มแต่สมบัติกปูระบอบมนุษย์ให้จังเตอสาวเรียกในทานเตลดาตีมพอดคือพระองค์เตอเพลจอกมาแต่พระองค์ยังเตอบ้านโดยนาจักรราชสมได้จำนองนั้นเพื่อพระองค์ตลอดเพลจอกมาเป็นให้เมียนอุเตียนมนหนังสาวปฏิบัติตัวนั้นขากามาให้โลกามาให้เนะหัดให้เตะได้ใช้แต่โดยสิ่งใดพัฒนาต่างหลายนั้นคือมันเมียนเตเนะหัดให้เตะการใช้นั้นคือถ้าอัดเมียนเตการกรุบกรอนนั่งให้ก็สาวปฏิบัติตัวตามยถากรรมเตฉันยังบานเรียนทั่วต่างออกนั้นคือพระองค์ตรงสำแดงเนาะบังคับบังเรียนยังดำไปเอายังบานโยธาไว้
ក្នុងលោកទាំងអស់ហ្នឹងមិនមែនសម្រាប់ឲ្យយើងបានទាំងអស់ឬក៏ចិត្តតែបានទៅតាមចំណង់ទេនឹងឯងយើងត្រូវយល់អញ្ចឹងហើយសម្រាប់ជីវិតរបស់យើងក៏មិនចាំបាច់បានអ្វីសពគ្រប់ទាំងអស់នឹងដែរកុំគ្រាន់តែបាត់របស់អ្វីបន្តិចបន្តួចទៅធ្វើឲ្យយើងកើតទុក្ខរឿយហូរហែហើយអ្វីសម្រាប់ឲ្យយើងបានសេចក្តីសុខដែរយើងមិនអាចបានសុខនេះយើងចេះតែបណ្ដោយទៅតាមចំណង់ដែលយើងចង់នឹងឲ្យមានសេចក្តីទុក្ខលំបាកក្នុងជីវិតរបស់យើងនឹងគឺយើងត្រូវប្រយ័ត្នប្រយែងកន្លែងហ្នឹងអញ្ចឹងដូចដែលយើងរស់នៅសប្តាហ៍ថ្ងៃយើងសុទ្ធតែរស់សេចក្តីសុខហើយដូច្នេះយើងត្រូវគ្រប់គ្រងសេចក្តីសុខនឹងឲ្យបាននឹងឯងហើយត្រូវមានបញ្ញាយល់ដឹងពីធម្មតានៃជីវិតមានលៀបអត់លៀបមានយុះអត់យុះសរសើរនន្ទាសុខទុក្ខអីហ្នឹងជាលោកធម៌ត្រូវរៀនឲ្យដឹងកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មានៃជីវិតរបស់យើងនឹងឯងគឺជាសេចក្តីពិតណាសន្មតថាជាខ្លួនយើងមែនក៏ប៉ុន្តែគ្រាន់តែសន្មតទៅលើធម្មាហ្នឹងទេដែលព្រះអង្គទ្រង់សម្ដែង22ធម្មាក្នុងតិកមេតិកាទៅជា66ធម្មាហ្នឹងហើយទុក្កមេតិកា100ទុក្កធម្មាហ្នឹងទៅជា200ទៅទៀតទៅអញ្ចឹងគឺការពិតនៃជីវិតហ្នឹងព្រះអង្គទ្រង់សម្ដែងប្រាប់ជាធម្មាហ្នឹងឯងអញ្ចឹងកាលណាបើយើងបានយល់ដឹងពីសភាពនៃជីវិតហ្នឹងឯងជាធម្មាដូចតែព្រះអង្គសម្ដែងអញ្ចឹងមកគឺការដែលយល់ដឹងហ្នឹងឈ្មោះថាជាបញ្ញាចក្ខុគឺភ្នែកឃើញធម៌ដល់តែបានឃើញធម៌ស្គាល់ធម៌ទៅក៏រមែងមានសេចក្តីសុខស្ងប់ទៅតាមការដែលបានចេះដឹងនឹងឯងព្រោះព្រះអង្គទ្រង់សម្ដែងថាបញ្ញាជីវឹងជីវិតមហុសេដ្ឋាងជីវិតដែលប្រកបដោយបញ្ញាហ្នឹងណាជាការរស់នៅប្រសើរហើយសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញាហ្នឹងនាំមកនៅសេចក្តីសុខព្រោះបានដឹងធម្មានៃជីវិតនឹងឯងជាការពិតចឹងឯងដោយមិនប្រកាន់ធម្មានឹងធ្វើជាទូខ្លួនអីយើងទេគ្រាន់តែសន្មតតែប៉ុណ្្នឹងទេធម្មាអីគឺធម្មានឹងឯងកុសលវិបាកវានៅក្នុងវិបាកាធម្មាអកុសលវិបាកក៏វានៅក្នុងវិបាកាធម្មានឹងឯងមិនចាំបាច់ចង់ឲ្យកុសលវិបាកនឹងទៅជាអ្វីដទៃទៅទៀតទេនឹងឯងប៉ុណ្ណាគឺប៉ុណ្ណឹងគណាបើតាមតែយើងមិនបានចេះដឹងសូម្បីតែយើងមានបានហើយនឹងក៏យើងនៅតែកើតទុក្ខពីព្រោះយើងត្រូវការវិបាកាធម្មាហ្នឹងវាលើសលប់ពីអ្វីជីវិតរបស់យើងហ្នឹងវារស់នៅដោយសារមានហេតុមានបច្ច័យវាល្មមទៅតាមហេតុប៉ុណ្ណឹងយើងមិនអាចចេះតែទៀមទាអ្វីបានដោយសពគ្រប់ទេវាដូចជាធម្មាដែលប្រព្រឹត្តទៅជាខយៈវិយៈធម្មាអញ្ចឹងវាត្រូវអស់ទៅសូន្យទៅអញ្ចឹងអ្នកណាដែលនឹងត្រូវប្រឆាំងបានជាមួយគ្នានឹងជារៀបជាធិមរណៈអីទាំងអស់ហ្នឹងជួបជាបច្ច័យនៃការប្រត់អីអញ្ចឹងអ្នកណាទៅប្រឆាំងបានគឺយើងមិនអាចឈ្នះការពិតនឹងទេបើយើងប្រឆាំងម្ល៉េះហើយយើងត្រូវចាញ់ការពិតត្រូវដេកនៅជាទុក្ខនឹងឯងមិនបានសុខទេពីព្រោះយើងមិនព្រមឃើញសេចក្តីពិតហ្នឹងតាមពិតគឺថាការពិតនេះណាត្រឹមត្រូវណាស់ 100% ទៅតាមហេតុដែលមានចឹងនឹងឯងបើយើងលះបង់នៅចំណង់ដែលចេះតែចង់មិនចេះគ្រប់គ្រាន់នឹងមកសិក្សាជាមួយនឹងការពិតយើងនឹងមានសេចក្តីសុខប៉ុណ្ណានឹងឯងយើងនឹងព្រមជាមួយគ្នានឹងការពិតនឹងយើងរស់នៅជាមួយនឹងធម្មជាតិតាមសេចក្តីពិតនឹងមានសេចក្តីសុខណាស់ពីព្រោះការរស់នៅជាមួយនឹងធម្មជាតិតាមសេចក្តីពិតនឹងដោយសារយើងមិនប្រកាន់ថាជាខ្លួនយើងដល់អញ្ចឹងធម្មាអីក៏បានធម្មាអីក៏បានគ្រប់ធម្មាទាំងអស់នឹងសុទ្ធតែជាអារម្មណ៍នៃសេចក្តីសុខស្ងប់បានទាំងអស់ដោយសារយើងព្រមជាមួយនឹងធម្មានឹងគេពិតទៅតាមបច្ច័យដែលមានហ្នឹងឯងសំខាន់ណាស់ចឹងពុទ្ធបរិស័ទយើងរស់នៅជាមួយគ្នានឹងបរតនត្រ័យនឹងពធនឹងជាគ្រឿងតិចចឹងរងាប់បងនៅភ្លើងទុកភ្លើងកិលេសនឹងឯងជាមួយគ្នានឹងអារម្មណ៍ដែលមនុស្សយើងថាមិនល្អជាទូទៅអីហ្នឹងយ៉ាងណាស្រាប់តែមកដល់ជីវិតយើងទៅជាល្អចឹងនឹងឯងទៅជាល្អហ្នឹងដោយសារអីដោយសារយើង
ai kha miền mê tả cao là chùm nu hạ ca khăn khảo nâng dân ban thì cái đây sọc chùm nu thì cái đây chùm nắng thì dân ban ca oi tiền là ngày mờ mờ hay về dân mình miền thua được trong luôn chân vậy cứ tha chết để mình là o mà ruột chỉ vật rồi bao giờ dân từ bọn tròn buông xuông sông vì ná thôi vì mình chết để ban là o mà rồi dân đây và dân từ tua đòi khăn và dân từ tua đòi sọp và dân từ tua đòi cầm nanh và dân từ tua đòi chân này chẳng là ná ban ấy là o mà ao dân tê và đa và anh và prom ná và ao dân ban đấy vì pro khiết từ tua là bao giờ nếu vì mình là o vì thằng không bắt là hơi nâng chẳng là vậy tới từ mình là o từ tam chặt mình là o rồi bao giờ nâng dân khom rùa thì cái đây sọc chân để tham ban tầm ra tân ta dân mình đăng làm pi cà phết này chỉ biết đời sọc thôi dân ai khăn nâng câu nâng chai nâng nhẹ cũng ra ấy chân nè nâng ai như có dân ai chỉ là nay nâng nhẹ là tê để miền để ban ấy nâng chẳng cứ miền thì cái đây tục ha phải dân khom rùa thì cái đây sọc phần tay dân bình đau ao chỉ đây tốt trôi mà đó chỉ vật rồi bao dân đây xa dân bên sừng ruộng dân bên rồi vàng dân bên bị giặt nâng đơn chấm chết để đọ từng hàm thủng chết để cao tục nâng chẳng cứ thà dân trời vua thà chỉ đây sóc sầm rạp chỉ vật rồi bao dân cứ tam lời chặt rồi này nâng ai nơi nông chặt sườn đàn đây dân chỉ đẹp là dân bàn thủ phút thủ thô thủ song ní chia rót tận nạ cây lên chia rót tận nạ rồi bỏ mình núp chiêngรัตนะរបស់ទេវតាប្រអិនប្រព្រំទៅទៀតដែលយើងមានពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈនេះនឹងឯងយើងល្មមតែសុខជាមួយនឹងរតនៈរបស់យើងប៉ុណ្ណឹងទៅទោះជាយើងមិនបានស្អីទៀតក៏មិនបានទៅដូចយើងនៅក្នុងព្រះវិហារវត្តមហាមន្ត្រីហ្នឹងមកលុបព្រះវិហារប៉ុណ្ណឹងវាល្មមសម្រាប់យើងជ្រកនៅបានហើយយើងមិនចាំបាច់ឲ្យមកលុបពេញទាំងខែដីអីណានឹងឯងចឹងគឺថានៅខាងក្រៅត្រូវក្តៅទៅហើយក្តៅហ្នឹងក៏ប្រើប្រាស់ហាលស្បង់ជាពោះហាលអស់ហាលធ្យូងឬក៏នៅផ្ទះសម្បែងអីយើងបោកគក់កៅអៅយើងហាលថ្ងៃអីយើងក៏ប្រើប្រាស់ថ្ងៃទៅតាមនឹងអញ្ចឹងទៅយ៉ាងណាមិញអ្វីដែលយើងដឹងថាជាធម្មជាតិកម្មយកបានជាអារម្មណ៍នៃបញ្ញាយើងអាចសម្រេចបាននៅប្រយោជន៍ពីធម្មជាតិគ្រប់បែបគ្រប់ប្រការទាំងប៉ុណ្ណាគឺឧទាហរណ៍ថាសម្រាមគេតែងតែដឹកចោលឧទាហរណ៍ថាស្រាប់តែគាត់មួយហ្នឹងគាត់ចេះធ្វើរោងចក្រមួយយកសម្រាមហ្នឹងចឹងតែថាគេយកមកចាក់ក្នុងរោងចក្រគាត់ហើយគេឲ្យប្រាក់គាត់ទៀតហ្នឹងដោយកន្លែងចោលសម្រាម10ថ្ងៃសិតតែជួលគេណាកន្លែងចាក់សម្រាមហ្នឹងត្រូវឲ្យគេមួយខែ500មួយខែ1000អីចឹងទៅហើយច្រើនអ្នកទៀតត្រូវទៅចាក់កន្លែងហ្នឹងនឹងឯងយកសម្រាមទៅចាក់ហើយឲ្យលុយគេទៀតហើយស្រាប់តែថាគាត់មួយនោះគាត់ឆ្លាតគាត់ចេះធ្វើរោងចក្រមួយគាត់ទទួលសម្រាមទាំងអស់ហ្នឹងហើយគេឲ្យលុយគាត់ទៀតគាត់ចម្រាញ់សម្រាមហ្នឹងបានទៅជាជីទៀតឧទាហរណ៍អញ្ចឹងធ្វើទៅជាជីគាត់លក់បានធ្វើជាមហាសេដ្ឋីទៀតអាហ្នឹងឧទាហរណ៍អញ្ចឹងយ៉ាងណាមិញជីវិតរបស់យើងមានរោងចក្រមួយគឺសម្រាប់បានជាប្រយោជន៍ទោះជាទទួលអារម្មណ៍អ្វីជុំវិញខ្លួនយើងមកកាលណាបើយើងមានយោនិសោមនសិកាជារោងចក្រនេះគឺយើងផលិតចេញនៅទានផលិតចេញនៅសិលសមថវិបស្សនាសុទ្ធតែជាប្រយោជន៍តាំងពីលោកយៈកុសលរហូតដល់លោកកតរៈកុសលដោយតួយោនិសោមនសិកាដូចជាមេផ្អែមក្នុងដើមអំពៅអញ្ចឹងគឺថាទោះជាស្រូបយកជីជាតិពីដីមកយ៉ាងណាគឺថាវាទៅជាផ្អែមទៅគេយកទឹកអំពៅនឹងធ្វើស្ករគេមិនមែនយកដីទៅធ្វើស្ករឯណាវាមានពូជផ្អែមក្នុងដើមអំពៅហ្នឹងហើយបើថាផ្អែមពីក្នុងដីមកក្រូចឆ្មាវាផ្អែមមិនបាច់ចាំជូរទេនេះវាមានមេជូរវាមានមេល្វីងវាមានមេពុលទៅតាមដើមឈើហ្នឹងយ៉ាងណាមិញបើក្នុងចិត្តសន្តានរបស់យើងបានទទួលយកពធល្អពិចារណាដោយសតិដោយបញ្ញាមានយោនិសោមនសិកាយល់ហេតុផលទៅ
គឺថាអ្វីមកដល់ជីវិតរបស់យើងគឺសម្រាប់ទៅជាល្អសម្រាប់យើងនឹងតែហ្មងចឹងដូចជាមេផ្អែមក្នុងដើមអំពៅចឹងយ៉ាងណាមិញវាយើងមានមេបុណ្យណាយើងទទួលអ្វីនឹងដោយមេត្តាយើងទទួលដោយសិលយើងទទួលដោយទានមានអីអាក្រក់សម្រាប់យើងទៀតសូម្បីតែសេចក្តីស្លាប់ដែលគេខ្លាចពេញពិភពលោកបើយើងមានយោនិសោមនសិការៈទទួលដោយមរណសតិកំណត់ដឹងការពិតនៃជីវិតនឹងបាននៅសេចក្តីស្ងប់ទៅជាសមថភាវនាបានដល់ឧបចារសមាធិជាបាតនៃវិបស្សនាហើយអស់ជីវិតទៅចិត្តគ្នានឹងឋានព្រំនិម្មេនរតីបរនិមិតវសវតីដោយឧបចារសមាធិនឹងជាបច្ច័យមើលសំបីតែសេចក្តីស្លាប់ដែលគេខ្លាចពេញទឹកពេញដីគេសុកចិត្តសម្លាប់អ្នកដទៃដើម្បីខ្លួនឯងបានរស់បាបកម្មវិរិយទៅប៉ុន្តែដល់មកដល់ជីវិតរបស់យើងទទួលយកសេចក្តីស្លាប់នឹងបានដោយមរណសតិយើងអត់មានភ័យខ្លាចតក់ផ្លុតចំពោះសេចក្តីស្លាប់ហើយចិត្តជាសមាធិទៀតនាំឲ្យមានវិបស្សនាទៀតសម្រាប់អ្នកផលបានទៀតអញ្ចឹងមានអ្វីអាក្រក់សម្រាប់យើងអញ្ចឹងបានថាពុទ្ធបរិស័ទយើងមានរោងចក្រមួយសម្រាប់ផលិតនៅសេចក្តីសុខសម្រាប់ជីវិតរបស់យើងសាងពិភពលោកឲ្យសុខស្ងប់សម្រាប់យើងរស់នៅនឹងដោយសារការអប់រំទូលមានចិត្តអញ្ចឹងដូច្នេះយើងដែលមកធ្វើបុណ្យក្នុងឱកាសវេលាគ្រានេះគឺដើម្បីអប់រំចិត្តនឹងឯងឲ្យសម្បូរទៅដោយបុណ្យហើយបុណ្យនឹងឯងនឹងនាំឲ្យសម្បូរទៅដោយយោនិសោមនសិការៈដែលយល់អំពីអ្វីនៅក្នុងជីវិតហ្នឹងអញ្ចឹងគឺថាយើងអាចរស់នៅជាសុខជាមួយគ្នានឹងអារម្មណ៍របស់ចិត្តគឺថាបានទៅជាអារម្មណ៍នាំឲ្យមានចិត្តល្អមានចិត្តសុខស្ងប់មានបញ្ញាមិនចាំបាច់អ្វីក្នុងโลกនឹងសពគ្រប់ទេយើងបានប៉ុណ្ណឹងគឺថាយើងអាចប្រើប្រាស់របស់ដែលមាននឹងឲ្យជាប្រយោជន៍គ្រប់គ្រាន់ហើយបើគេមិនទាំងបាននៅរស់ផងនោះមើលនឹងឯងហើយយើងសំណាងប៉ុណ្ណាបើយើងបាត់បង់ជីវិតពីសម័យដែលយើងមិនតាមបានដឹងទានសិលផងនឹងវាជារឿងអនោចធម្មគ្រោះថ្នាក់ទៅណាស់ឥឡូវយើងបានជីវិតរស់នៅមកប៉ុណ្ណឹងយើងកុំចិត្តតែទៀមទាអ្វីក្នុងโลกដែលថាយើងត្រូវបានយ៉ាងនេះហើយអ្វីដែលបានមកហើយយើងត្រូវមានបញ្ញាចេះឲ្យវាមានការបាត់បង់ទៅតាមធម្មតារបស់ធัวផងព្រោះធម្មតាការជួបជាបច្ច័យនៃការព្រាត់អ្វីដែលកើតឡើងក៏វាតែងតែមានការបាត់បង់ទៅយើងកុំចេះតែពីទទួលទៅព្រមពីការបាត់បង់ទៅតាមនឹងប៉ុន្តែទោះជាបាត់បង់ទៅប៉ុណ្ណាក៏ដោយវាមិនទាន់បាត់បង់ជីវិតយើងត្រូវប្រើប្រាស់ពេលវេលាជាមួយនឹងរបស់ដែលយើងនៅមៀតនឹងប្រើភ្នែកមើលបីដកប្រើវិជាស្ដាប់ធัวប្រើកាយវិចារគ្រប់គ្រងដោយសិលអប់រំទូលមានចិត្តដោយសមថវិបស្សនារហូតដល់ទៅមានបញ្ញាបានដឹងថាសូម្បីរបស់ដែលនៅមាននឹងក៏ជារបស់ដែលយើងមិនប្រកាន់ថាជាខ្លួនយើងដែរព្រោះទៅជាធម្មាទាំងអស់បាត់ទៅហើយដែលព្រះអង្គសម្ដែងក្នុងកុសលាធម្មានឹងហូរហែសពគ្រប់ដល់ទៅយើងបានបញ្ញាដឹងថាសូម្បីតែរបស់ដែលនៅមាននោះក៏យើងមិនបានចាប់ប្រកាន់ដែរស្ថិតនៅក្នុងខួរដែលយើងត្រូវលះបង់ចាំបាច់និយាយដល់តែរបស់ដែលអត់បានស្រាប់ហើយនឹងធ្វើអីរបស់ដែលអត់បានហើយក៏វាអត់ទៅរបស់ដែលនៅមាននឹងគឺភូតមិទាំងនេះជាឧបាទានធម្មនឹងឯងប្រយោជន៍ដែលយើងប្រឹងប្រែងប្រើប្រាស់របស់ដែលនៅមាននឹងឲ្យជាប្រយោជន៍រហូតដល់សម្រេចនៅបញ្ញាគឺយើងអត់មានទាមទារត្រូវការអ្វីទាំងអស់ពីក្នុងโลกនេះដោយសារថាការដែលយើងរស់នៅសប្តាហ៍នេះគឺជាឧបាទានធម្មតែប៉ុណ្្នឹងឯងអានឹងជាការសម្រេចនៅព្រះមច្ចរិយធម៌ទាំងមូលទាំងអញ្ចឹងសូមពុទ្ធបរិស័ទរីករាយជាមួយនឹងអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខគ្រប់យ៉ាងទាំងអស់ដោយមិនចាំបាច់យើងទៀមទាអ្វីផ្សេងនាំឲ្យយើងកើតទុក្ខនាំឲ្យយើងចេញពីមលុបទៅឈរកណ្ដាលថ្ងៃក្តៅនោះទេយើងនៅតែមលុបប៉ុណ្ណឹងដែលយើងមាននឹងយើងសុខយើងតិចហើយនឹងឯងនេះហើយដែលជាឧទាហរណ៍ដើម្បីឲ្យយើងបានយល់អំពីមលុបនៃជីវិតរបស់យើងដោយអំណាចនៃបរតនត្រ័យនេះឯងល្មមគ្រប់គ្រាន់ហើយចឹងសម្បត្តិក្នុងទេវលោកក៏មិនស្មើនឹងពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈសម្រាប់ជាអារម្មណ៍នៃសេចក្តីសុខសេចក្តីរីករាយរបស់យើងដែរចឹងខ្ញុំកណារៀបរាប់សេចក្តីនៃពធដើម្បីពុទ្ធបរិស័ទយើងយល់អំពីតម្លៃនៃការសន្សំបុណ្យកុសលនឹងឯងដែលនាំឲ្យយើងចេះតែបានអារម្មណ៍ល្អចេះតែបានរឿងល្អច្រើនឡើងមិនមែនល្អស្រាប់ទេមិនមែនចេះតែហៅនរណាឲ្យមកល្អជាមួយយើងបានទេពីព្រោះល្អនេះវាសម្រេចត្រង់ការអប់រំចិត្តនឹងឯងតលតែចិត្តនឹងល្អបានរឿងអ្វីនឹងល្អមករកយើងបើថាចិត្តនឹងមិនល្អហើយ
រឿងដែលត្រូវល្អក៏មកជាអាក្រក់សម្រាប់ជីវិតដែរchứបើយើងបន្ទុះតោះបើយើងខិនក្រោតបើយើងមួម៉ៅដៅកាហាយដែលមានស្អីល្អមករយយើងទៅកើតហ្នឹងហើយអញ្ចឹងគឺយើងត្រូវយល់ថាអ្វីៗដែលល្អសម្រាប់ជីវិតយើងមិនមែនយើងទៅសម្លុតគម្រាមកំហែងទៅទៀមទាតស៊ូយកពីណាណាទេណាគឺយើងត្រូវអប់រំចិត្តរបស់យើងនឹងឯងគឺថាកាលណាបើចិត្តនឹងសម្បូរទៅដោយការចេះដឹងអ្វីក៏ល្អមករកជីវិតរបស់យើងរហូតដល់ទៅរឿងអាក្រក់រសាត់បាត់អស់ទៅអត់មានរឿងអីមិនល្អទេសុទ្ធតែរឿងល្អសម្រាប់ជីវិតរបស់យើងអញ្ចឹងគឺថាយើងបានទទួលថ្ងៃនេះសម្រាប់យើងរស់នៅយើងមិនចាំបាច់ទៀមទាអ្វីពីអ្នកដទៃទៀមទាអ្វីពីណាទៀតទេគឺយើងសុំពីខ្លួនឯងតែហ្មងគឺយើងស្ដាប់ពធយើងអប់រំទូមានចិត្តបានស្ងប់បានល្អហើយអ្វីក៏ស្ងប់មករកយើងល្អមករកយើងគ្រប់រឿងទាំងអស់អត់មានរឿងអ្វីត្រូវតែអាក្រក់មករកយើងអត់មានរឿងអ្វីចាំបាច់ត្រូវតែឲ្យយើងកើតទុក្ខទេទីបំផុតគឺយើងនឹងបានរួចផុតចាកទុក្ខដោយសារតែយើងបានចេះដឹងហ្នឹងមើលដូចបដាចារាអីចឹងមើលរហូតដល់ទៅឈួតហ្នឹងឯងការប្រត់ប្រាស់ហ្នឹងប៉ុន្តែដល់មកជួបពធព្រះអង្គមានទៅប្រុសប្តីប្រុសកូនអីណាឲ្យរស់មកវិញអីណាអត់ទេប៉ុន្តែព្រះអង្គឲ្យយល់ពីការពិតនៃជីវិតនឹងឯងដល់ទៅពេលបានយល់បានចេះដឹងទៅគឺថាបានដឹងថានេះគឺជាជីវិតនេះគឺជាធម្មានេះគឺជាធម៌ដល់តែបានដឹងអញ្ចឹងទៅវាអត់មានការទៀមទាអ្វីដល់តែអត់មានការទៀមទាកំណត់ដឹងបាននៅទុក្ខសច្ចៈដែលជាទុក្ខកំណត់ដឹងបានជាក់ច្បាស់នៅព្រះនិព្វានដែលជាទុក្ខនិរោធនឹងឯងក៏ជាអរិយសាវិកាទៅនឹងព្រះធម៌ទាំងដោះស្រាយបានគ្រប់រឿងទាំងអស់ពុទ្ធបរិស័ទដូចជាពធ985000ចឹងទៅណាហើយណែដោយបាសកវងណៅបាសិកាឆានកម្មជុំដូចជាពធ$100ទៀតបាសិកាកម្មនិដៃព្រមទាំងស្វាមីដូចជាពធ$100ទៀតណាបាន170បាសិកាពុទ្ធវិស្វាមីអ្នកម្ដាយព្រមបុត្រដូចជាពធ$100ទៀតទានថាដកប្រសង់600ស្លាដកបាសិកាជួនស្រីព្រមទាំងកូនដូចជាពធ$50បាសកម៉ៃខុនហៅពុយដូចជាពធ$10ទៀតទៅណាបានច្រើនណាស់ញ៉ាសុខានឹងលោកទាវច័ន្ទលៀមព្រមទាំងបុត្រដូចជាពធ$100បាសិកាផាំងស្រួយព្រមទាំងកូនចៅកូនស្រីសវណ្ណស្វាមីយត់ប្រវត្តិព្រមទាំងកូនចៅដូចជាពធ$100000ទៀតបាសកកែជីវ័ននិងបាសិកាលួងណារ៉េតព្រមទាំងបុត្រដូចជាពធ$100000បាសកវងសុភ័ណ្ឌហើយទាំងបាសិកាឡៅកំលៀងព្រមទាំងបុត្រដូចជាពធ$100000ទៀតណាដោយសេចក្តីជ្រះថ្លាចូលរួមជាមួយនឹងបុណ្យរបស់គុណចាស់ដែលជាម្ចាស់កម្មវិធីព្រមទាំងគណៈកម្មការបុណ្យសូមមុនចាត់ចែងដើម្បីបានលៃលោកប្រាក់ដូចជាពធហ្នឹងសម្រាប់ចែក4ប្រសង់ក្នុងវត្តមហាមន្ត្រីអីហ្នឹងយ៉ាងណាតាមដែលប្រកាសណាគុណចាស់ចាត់ចែងចុះសូមអនុមោទនាការសម្ដែងពធដើម្បីជាសេចក្តីជ្រះថ្លារីករាយនៃពុទ្ធបរិស័ទយើងបាននៅអារម្មណ៍ជាសុខគ្រប់គ្រាគ្រប់ពេលវេលាបាននៅសេចក្តីសុខដោយគ្រាន់តែមាននៅបុព្វចេតនានឹកឃើញដល់ថ្ងៃបោសុតផ្សែកហ្នឹងក៏ពុទ្ធបរិស័ទមានសេចក្តីសុខគណាគឺតាមផ្លូវចិត្តណាបោសុតគឺប្រព្រឹត្តទៅដោយការប្រដាប់ចិត្តទៅដោយសិលសីលੰអភរណੰសេដ្ឋੰយ៉ាងសិលគឺជាគ្រឿងប្រដាប់ប៉ុណ្ណានៅចិត្តហើយចិត្តនឹងឯងបានភាពចម្រើនពងពោះនៅក្នុងជីវិតដែលត្រូវការទីពឹងប៉ុន្តែអ្វីដែលមិនចម្រើនឡើងជាប្រយោជន៍មិនចម្រើនជាបុណ្យកុសលនោះអានឹងគឺមិនអាចជាទីពឹងបានទេទីពឹងគឺកុសលចិត្តចម្រើនឡើងហើយលះបង់នៅទុក្ខកង្វល់បាបអកុសលយ៉ាងចៈបាបកម្មតាំងមโนនិវេរយេគឺហាមខត់ចិត្តជាបាបដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ណានោះឯងហាមខត់
នៅចិត្តចាអារម្មណ៍នោះនឹងគឺការគ្រប់គ្រងចិត្តឲ្យចិត្តនឹងមានសង្វរៈគឺការសង្រួមតាំងតែពីការឲ្យទាននឹងទៅដែលពុទ្ធបរិស័ទយើងបានបំពេញហើយដោយល្អក៏ចូលនៅក្នុងការសង្រួមចាត់បងនៅមន្ទិលសៅម៉ងដូចជាយើងក្តៅស្អុះហើយយើងងូតទឹកចឹងចាត់បងនៅភាពស្អុះស្អាប់ហើយញើសក្អែលអីហ្នឹងឲ្យជ្រះឲ្យស្រឡះចេញពីរូបកាយយ៉ាងណាការឲ្យទានហ្នឹងគឺមិនត្រឹមតែឲ្យគ្រាន់តែថាឲ្យទៅផុតទៅតែប៉ុណ្្នឹងទេក្នុងការឲ្យហ្នឹងគឺប្រព្រឹត្តទៅដោយសេចក្តីគោរពប៉ុណ្ណាពីព្រោះបានសិក្សាមកស្ដាប់មកជ្រាបដឹងថាបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក៏តេតួងទៅនឹងការបំពេញទាននឹងក្រៃលែងណាស់ដោយទានបារមីឧបបារមីបរមត្តបារមីចឹងហើយជាព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធអសីតិមហាសាវកពុទ្ធមេត្តាពុទ្ធបិតាអន្ស័យសារពេចពុទ្ធអរោះពុទ្ធញាតអីទាំងអស់សុទ្ធតែបានបំពេញនៅទានដោយល្អសូម្បីតែយើងបានកើតមកជាមនុស្សបានរួចអំពីទុក្ខទោសហើយបានរស់នៅដល់សពថ្ងៃនេះក៏តេតួងនឹងទានដែលយើងបានធ្វើពីអតីតនាំឲ្យបានកើតមកជាមនុស្សហើយបានរស់ដោយការទំនុកបំរុងពីមេត្តាបិតាអីហ្នឹងគុណនៅតែជាគុណអញ្ចឹងក្នុងមេត្តាបិតាក៏ប៉ុន្តែគឺត្រូវស្គាល់អំពីវិបាកផលរបស់បុណ្យការដែលបានរស់ហ្នឹងវាបានអាហារបរិភោគហ្នឹងណាហើយបើមិនមានផលរបស់ទានដែលយើងបានធ្វើទេវាអត់បានអាហារបរិភោគទេវាប្រែតណោះនរកណោះគេឆានលហេមលហាមណោះមនុស្សក៏អាចដាច់បាយស្លាប់បានណាប៉ុន្តែរាល់ពេលដែលយើងមានបាយបរិភោគមានសម្លៀកបំពាក់នៅមលុបអញ្ចឹងមលុបព្រះវិហារហ្នឹងណាកាយវិញ្ញាណដែលមានសេចក្តីសុខហ្នឹងគឺជាកុសលវិបាកគឺត្រូវតែជាផលរបស់បុណ្យប៉ុណ្ណាតេតួងទៅនឹងគុណសេចក្តីល្អដែលអ្នករតីបានធ្វើទាំងប៉ុន្មានគឺជាបុណ្យរបស់អ្នករតីបុណ្យមេត្តាបិតាគុណសេចក្តីល្អហ្នឹងញាតិកាក៏ប៉ុន្តែថាវិបាកជាផលរបស់បុណ្យគឺយើងត្រូវតែសិក្សាហ្នឹងហើយឲ្យបានវាដូចជារឿងអកុសលវិបាកចឹងអ្នករតីបៀតបៀនប្រព្រឹត្តធ្វើនៅអំពើខុសកំជងអ្វីវាជារឿងអកុសលចិត្តអកុសលកម្មរបស់អ្នករតីមិនមែនអ្នករតីធ្វើកម្មហើយយើងទទួលផលកម្មដែលអ្នករតីបានធ្វើនឹងទេអ្នករតីធ្វើកម្មហ្នឹងវាមិនតាន់ជាកម្មបច្ច័យឲ្យមានផលវិបាកអីណាវាមិនមែនអកុសលវិបាករបស់យើងក្នុងពេលហ្នឹងគឺជាអកុសលវិបាកដែលជាវិបាកដែលជាផលនៃអកុសលកម្មដែលអ្នករតីធ្វើហ្នឹងឯណាហ្នឹងឯងដូច្នេះគឺអ្នកដតីមានជាតួហេតុ
cái đó xóm nông chặt sinh đàn bỏ quạt chặt nó chỉ niệm xóm mình toàn miền phò miền bị bại thì hay chừng này chỉ vật bao giờ về miền của sao bị bạ chặt là nó về tiện tuông nâng của sao là cam để chỉ tu cam map bắt chỉ giàu nữa năng à chẳng cứ công ao dân buồn quên chỉ làm nơi khăn ông sự hiệp này chỉ vật rồi nè phục bậc từ đòi atha anatta cứ mình nơi lời dân bằng cọp bình chia ấy từ bàn thế còn ta chia sát chạ còn nè chia sát chạ đòi tật râm trời từ tam hai trầm trời từ tam bát trai hai chia bị xét từ vây để chia sạch chạ nó đòi atha anatta nó rất là chia aram để sầm rạp tốt bò để sạch dân bàn từ tu đào chỉ cái đây sọc ngọc mình huồng hai chấm pua Paul rồi bỏ phải chạy nâng ao dạng ní vinh ao dạng nô vinh thế thì pro tôi chỉ Paul dạng ná có vì mình men chỉ atta tu luôn giờ việc còn tại chỉ sang kha rồi thua đây phải chạy tạ tay nhảy cạt lan tại phần nọ phần nào anh này anh ca để phút bỏ sạch dân mình ai miền tây có sao vị ba năng ngày mình ai miền tây sẽ đây sắp có bàn tay có dân mình trời từ phải chăng chỉ mùi nên nâng sự phê vẹn tật nụ nụ tê chẳng ai ní sắp tè chỉ mê riêng chỉ sạch chạ rạp sắc xa rạp vì sao rạp trẻ đăng chạc lúc nông đâm nào chỉ vật đại cần lòng bao mình men chỉ riêng phần năng phải trên cho nên thế tôi chỉ miền thần nạ át thần nạ miền sầm bát át sầm bát ấy năng dạng ná mình men ruột nơi chập dược ở vây vây tầng o nâng màu priệp tâm kia phải trên kia vô chăn cái lại nâng thế và sân bà dân ruột nơi đời ca vùng vê nông chỉ vật dạng nâng cứ dân mình ai nâng che đăng làm pi ca bật hay nâng trời chu bật tên được ca khó chặt tôi nè hay nâng liệt ngay thoát âm pi và Phật sát na nâng tự tiệt tự tam và để chạ samopa để thua thì pro tốc sài samoti dẹ nâng này khang vật đạ để phần năng thế chẳng riêng miền cò riêng ca để ban nơi sập hiệp dạng na không chỉ vật nâng chỉ mê riêng chỉ bọt sập xa ở khơi thà vây vây tầng o nâng mình ai nâng chạp dược mà thuê chỉ dân nâng còn bao chiêng kêឬក៏យើងស្មើនឹងគេឬក៏យើងអន់ជាងគេអីទេពីព្រោះតែកាលណាប្រកាន់ថាយើងហើយអានឹងវាតែងតែមានការប្រៀបគ្នាទៅជាមួយនឹងអ្នកដទៃរឿងអីទៅចឹងដោយសារតែចាប់ធ្វើជាយើងហើយមិនបានឃើញធัวដែលព្រះអង្គទ្រង់សម្ដែងជាធម្មានឹងទេដល់អញ្ចឹងតែកាលណាមានយើងវាមានរបស់យើងអេតាំងមគ្គណាអញ្ចឹងគឺត្រូវការប្រាថ្នាឲ្យរបស់យើងនឹងយ៉ាងនេះឲ្យរបស់យើងនឹងយ៉ាងនោះក៏រមែងចង្អៀតចង្អល់ចិត្តក៏រមែងកើតទុកព្រោះតែសេចក្តីប្រាថ្នានឹងរឹតតែទុកទៅទៀតព្រោះមិនបានដោយប្រាថ្នា
thì cái đây tục nâng về chỗ không tục khả rây sạch chạ nâng ảnh tên đây chia sập phía vẹ tục tên đây chia bà cân được cả tục nâng cứ rùm tới không tục ở sạch nâng rồi tâm là há chia hai rồi thì cái đây bà thân à nâng thân à con cha ông thầy nhà được xạ xu này không thì cái đây nâng đá tam thì cái đây này và thua đây là kêu sầm đại pika ở này tục nâng sầm một thì dễ chứ một tháp bên này tiền tay mình tây tạ tụcหรือก็สมมติเยอะได้tới tamธรรมดาในสังขารทั่วเลยแต่สิ่งใดนี้ประกอบជាមួយនឹងការអธิบายក្នុងសិភៅសិក្សាប្រសូតទី5ដូចได้ត្រង់สิ่งใดដែលថាតណ្ណោលោកេវិសត្តិកម្មតេឆ្លងនៅវិសត្តិកម្មក្នុងលោកវិសត្តិកម្មដល់នៅការរាប់យ៉ាងនេះថាវិសត្តិកាព្រោះជាប់នៅនឹងផ្សាយទៅក្នុងលោកយ៉ាងទៀតវិសត្តិកាដោយអត្ថថានាំមកនៅពឹសមានផលជាពឹសមានគ្រឿងបរិភោគជាពឹសផ្សាយទៅទលំទលាយក្នុងរូបសម្លេងក្រិនរសផតពៈដែលបុគ្គលឆ្លងចេញឆ្លងឡើងឲ្យផុតពីតណ្ហាព្រោះហេតុនោះទ្រង់ត្រាស់ថាតណ្ណោលោកេវិសត្តិកម្មតេតើហេតុអ្វីព្រះនិព្វានដែលលោកគ្រូសម្ដែងដោយច្រើនគឺបញ្ជាក់អំពីការអស់ទៅនៃទុក្ខនិងតណ្ហាដែលអត់រាប់យកពីសត្វិកាតណ្ហាជាធំផងត្រង់សេចក្តីថាវិសត្តិកានាំមកនៅពឹសមានផលជាពឹសនេះវិញសំដៅយកតណ្ហាដូចម្ដេចបើសម្ដែងពីបច្ច័យមហាប្រទេសបកតោបនិយបច្ច័យជាដើមតើមានប្រយោជន៍អ្វីក្នុងការសិក្សានៅតណ្ហានោះដែលជាវិសត្តិកាណាទុកលើនឹងសិនហើយបីដកនឹងយកមកដាក់ខាងក្រោមទៅវេចាំលោកគ្រូជាប់សិនសំយួរមកយកដាក់លើនោះសិនទឹកតុបដាប់ធัวនឹងនៅមិនស្ងៀមណានៅស្ងៀមទៅងុយយ៉ាងនេះដាក់ពោះសិនទៅលោកគ្រូនៅលើណាដូច្នេះគឺបញ្ហាវិសត្តិកាតណ្ហាហ្នឹងក៏គឺជាតណ្ហាដែលជាទុក្ខសមុទយៈនឹងឯងចឹងគុណចាស់តណ្ហាដែលនាំមកនៅទុក្ខណាទាំងនាំមកនៅពឹសក្តៅក្នុងចិត្តសន្តានដែលជាសេចក្តីទុក្ខក្នុងបច្ចុប្បន្នក៏តណ្ហាជាទុក្ខសមុទយៈនឹងតណ្ហាដែលនាំមកនៅវដ្តសង្សារក៏តណ្ហាដែលឈ្មោះថាវិសត្តិកាតណ្ហានឹងគ្រាន់តែជាការសម្ដែងឲ្យឃើញលក្ខណៈប្រភេទនៃតណ្ហានឹងដែលវាផ្សាយទៅរោគអារម្មណ៍គឺបានដីថាវាមានលក្ខណៈជាសេចក្តីប្រាថ្នានឹងឯងចឹងរោគអារម្មណ៍ទាំងពួងដែលអារម្មណ៍នោះជាទីប្រាថ្នាជាទីត្រូវការហ្នឹងគឺតណ្ហាហ្នឹងដែលជាទុក្ខសមុទយៈជាហេតុនៃទុក្ខប៉ុណ្ណាហើយសេចក្តីដែលគុណចាស់បញ្ជាក់ពីខាងដើមអំពីការអស់ទៅនៃទុក្ខនិងសមុទយៈឈ្មោះថានិព្វានប៉ុន្តែមិនមែនអតីតទុក្ខឬក៏សមុទយៈដែលអស់ទៅតាមធម្មតានៃសង្ខារធម៌ប៉ុណ្ណាតើសេចក្តីនេះប្រកបជាមួយនឹងពាក្យដែលថាតណ្ណោលោកេវិសត្តិកម្មតេហ្នឹងគឺការឆ្លងនៅវិសត្តិកាតណ្ហាក្នុងលោកនឹងដោយអំណាចនៃអរហត្តមគ្គនឹងហើយចឹងហើយការឆ្លងរួចផុតអស់តែជាបន្តទៅដោយសោតាបត្តមគ្គសក្កតាគាមិមគ្គអនាគាមិមគ្គអរហត្តមគ្គហ្នឹងប៉ុណ្ណា
chia ca để cầm chặt bong nơi tâm là hà nâng thơ ở tâm là hà nâng ấy mình miền ca cao là bàn đòi nát này côn cứ ở đây giờ mẹ nâng trong ca để mình cao là nơi tâm là hà nâng núp ba thế mình nên chấm puaแต่ตกกษัตริย์จะเท่ได้เชียอนุปาเตะนู่นเป็นไงสมมติเยอะนั่นก็อนุปาเตะเอาแต่เชียนิโรธเทอะไรสัจจะคือสัตย์อนุปาเตะถึงอ๋อเป็นไงมันจำพวกแต่ถ้าตกกษัตริย์เท่เป็นไงสมมติเยอะสัตว์นั่นก็อนุปาเตะเป็นไงคืออวิเชียยัตเวเวอเสสะวิเรียเกนิโรธีนิโรธนั่งไงกันนะสังขารนิโรธโธนิโรธนั่งไงสังขารนิโรธีวิญญาณนิโรธโธละโหดเมาเวทนีนิโรธเทียบตัณหานิโรธโธตัณหานิโรธเทียอุปาเตียนิโรธโธนิโรธต่างอ๋อนั่นคืออนุปาเตนิโรธคือการมันกลายแปลงฉันเวทเต้นไอ้จะมวยนั่งอัตตะตกนั่งตำนะฮะได้เวชให้ในอัตตะตกนั่งเกิดในเมตตวงไอ้คนจะตัวไหนนั่งไงพี่โปรเอาไว้ได้การแปลงให้เวรรวดตื่อันนั้นคืออัตตะธรรมนี่เชียอุปาเตนิโรธตัวไหนคือบางได้ท่านิโรธเพราะเมียนกาการแปลงเวรลวดเตยนั่งอันนั้นคือเพียชีอัตตาธรรมีครบอัตตาธรรมีต่างอ้อคือจิตตกคือจิตตกได้กันลองแต่หายนั่งก็น่ะได้กันลองแต่หายนั่งก็น่ะ